ស្ដីប៉ាម៉ាក់ពូមីងបងប្អូនទាំងអស់គ្នាចានិយាយទៅក្នុងវីដេអូហ្នឹងគឺខ្ញុំកំពុងរៀបរាប់ថាដឹងថាបែកគ្នាយូរដែរវីដេអូដែលខ្ញុំផុសចុងក្រោយគេហ្នឹងគឺខែ2ឥឡូវចូលខែ5ហើយមូលហេតុគឺមានតែមួយទេគឺដោយសារតែរវល់រៀនហើយដោយសារតែនេះជាត្រីមាសដំបងអញ្ចឹងខ្ញុំមកហ៊ានប្រឡែងទេតែគាត់ថាឥឡូវហ្នឹងគឺចប់ត្រីមាសទី1ហើយវ៉ាកងមួយខែហើយក៏មានពេលកាត់វីដេអូឲ្យបងប្អូនមើលហើយបានដើរលេងតិចតួចថ្ងៃហ្នឹងអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមាន day trip ទៅដើរលេងនៅតំបន់មួយដែលហៅថា Manly ហើយមុននឹងខ្ញុំបានមកដល់កន្លែងខ្ញុំកំពុងថតហ្នឹងគឺខ្ញុំបានជិះឡានក្រុងផងជិះរថភ្លើងផងប្រហែលជាកន្លះម៉ោងទ្រាំមកដល់ហើយគាត់ថាខ្ញុំដេកលក់តាមផ្លូវរហូតចឹងបានថតទេហើយឥឡូវហ្នឹងគឺខ្ញុំមកឡើងជិះទូកហើយនៅពេលខ្ញុំទៅណាចឹងខ្ញុំហៅថា day trip ហ្នឹងគឺខ្ញុំទៅពីព្រលឹមមកវិញល្ងាចហើយខ្ញុំតែងតែចែកជាតំបន់ថាខ្ញុំថ្ងៃនេះខ្ញុំទៅតំបន់នេះចឹងទៅហើយដើរឲ្យសពចឹងពេលក្រោយស្រួលយើងទៅតំបន់ផ្សេងកុំឲ្យឡើងវិលថាកន្លែងនេះដើរមិនទាន់សពផងត្រូវទៅវិញអីចឹងគឺខាតពេលហើយជីឆ្ងាយហើយខ្ញុំទៅអត់ចំណេញចឹងនិយាយចឹងបងប្អូនហើយពេលខ្ញុំមកដល់អញ្ចឹងគឺទុកក៏បានមកដល់ដែរតែគ្រាន់ថាខ្ញុំបានចាប់កន្លែងល្អឯងតាមពិតគឺគេអង្គុយខាងស្ដាំដៃដើម្បីបានឃើញទេសភាពស្អាតអញ្ចឹងតែខ្ញុំចាប់តែអត់តន់គេហើយដល់ពេលអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាអូខេល្ងុយគេងដែរដេកតទៀតបដ ாய் តែក៏ពិតទៅទូកហ្នឹងគឺល្អត្រង់ថាបានឃើញ view ស្ពាន Harbour Bridge ហើយជាមួយនឹង Opera House ហើយមានទេសភាពតាមផ្លូវរហូតដល់គេមើលនឹងឃើញអ្នកទេសចរច្រើនដែរបងប្អូនតែគ្រាន់ថាខ្ញុំចាប់កន្លែងអត់បានល្អអញ្ចឹងក៏ដេកទៅហើយដល់ពេលដេកមកសម្បកក៏មកដល់ Manly នឹងប្រហើយហើយខ្ញុំមកហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំឆ្លាញ់ទីតាំងហ្នឹងមែនតើតំបន់ហ្នឹងមែនតើដោយសារតែរបៀបថាដូចអ្នកដែលគាត់ធ្លាប់មកស៊ីនេះគាត់ស្គាល់ Bondi Beach នៅហើយនៅ Manly ហ្នឹងគឺអារម្មណ៍ atmosphere បរិយាកាសដូច Bondi ចឹងតែ way better វាថាវាល្អជាងអានឹងសម្រាប់ការគិតរបស់ខ្ញុំហ្នឹងហើយអូខេឥឡូវមកដល់វីដេអូយើងវិញអញ្ចឹងខ្ញុំមកដល់ភ្លាមគឺខ្ញុំចូលម៉ាតទិញទឹកដោយសារខ្ញុំបានយកទឹកពីផ្ទះមកហើយដោយសារដបទឹកធ្ងន់អញ្ចឹងខ្ញុំក៏សម្រេចទិញទឹកតាមនៅម៉ាតវិញតែគាត់ថាឥឡូវមើលតម្លៃទឹកទៅរៀងថ្លៃដែរគឺម្ដប2 3ជាងប៉ុន្តែអីទេដោយសារតែមិនអាចអត់ទឹកបានអញ្ចឹងក៏ទិញទៅហើយទេសភាពតាមផ្លូវស្អាតមែនតើបងប្អូនគឺមានដើមដូងហើយផ្ទះគេរបៀបទៀបហើយរៀងខ្យល់ត្រជាក់ហើយតាមផ្លូវហ្នឹងគឺមានគេស្តង់គេលក់អីវ៉ាន់អញ្ចឹងដូចបងប្អូនឃើញអញ្ចឹងហើយវាទៅរ៉ូមែនទិកមានអាហាររ៉ូមែនទិកមែនតើអញ្ចឹងវីដេអូបន្តទៀតគឺខ្ញុំនឹងដាក់បទចម្រៀងឲ្យបងប្អូន enjoy ចាបន្ទាប់ពីដើរមកសន្ទុះហើយឥឡូវក៏មកហូបអាហារពេលថ្ងៃហើយហាងដែលខ្ញុំរើសហ្នឹងគឺនៅមុខមាត់សមុទ្រហ្នឹងហ្មងខ្ញុំមើលតាម Google review អញ្ចឹង rate រៀងខ្ពស់ហើយការដេកហាងក៏ស្អាតទេសភាពក៏ស្អាតហើយម្ហូបក៏ឆ្ងាញ់ទៀត steak ហ្នឹងឆ្ងាញ់មែនតើហើយនៅក្នុង set ហ្នឹងគឺមានភេសជ្ជៈនៅក្នុងហ្នឹងដូចបងប្អូនឃើញអញ្ចឹងហើយមួយឈុតហ្នឹងដូចជា38រៀលហើយតម្លៃហ្នឹងគឺនៅនេះអត់ថ្លៃទេបងប្អូនហើយជាមួយនឹងបរិយាកាសបែបហ្នឹងហ្នឹងហើយខ្ញុំអូញ៉ែដល់វគ្គចឹងនិយាយថាហូបអីហើយគឺភ្លេចដបទឹកនៅហាងគេហ្នឹងហើយអញ្ចឹងមកទិញទឹកម្ដងទៀតនិយាយទៅហើយទៅម្លូថាទឹកថ្លៃឥឡូវដដែលអូខេហើយគម្រោងខ្ញុំបន្ទាប់ពីអាហារពេលថ្ងៃហើយហ្នឹងគឺគម្រោងខ្ញុំគឺហាលទឹកហើយម៉ាក់ខ្ញុំមើលវីដេអូហ្នឹងដឹងគាត់ស្ទេឲ្យគាត់ឲ្យខ្ញុំហាលទឹកគេគាត់ផ្ដាំឲ្យផ្ដាំទៀតតែចាស់យើងត្រូវតែសាកចានិយាយអញ្ចឹងហើយទេសភាពគេគឺបែបហ្នឹងបងប្អូនគឺតំណងមែនតើខ្ញុំមិនដឹងថាបងប្អូនឃើញតំណងអត់ទេតែខ្ញុំឆ្លាញ់ឃើញអញ្ចឹងហើយខ្ញុំមិញហ្នឹងគឺ Manly Beach ហើយខ្ញុំកំពុងដើរទៅឆ្នេរមួយទៀតហៅថា Shelly Beach ហើយ Shelly Beach ហ្នឹងគឺរបៀបដូចក្លុកមួយអញ្ចឹងវាថាទីទៀតបងប្អូនឃើញហើយនេះទេសភាពតាមផ្លូវគឺស្អែកនេះបងប្អូនឃើញនេះវាដូចវាក្លុកមួយអញ្ចឹងវាថាពេលយើងហាលទៅមានអារម្មណ៍រៀងសុវត្ថិភាពជាងពេលដែលវាស្រឡះថេងហ្នឹងហើយខ្ញុំចង់ទៅឡើងហ្នឹងកំពុងដើរទៅហ្នឹងបងប្អូនហើយអាគារនេះគឺនៅតាមផ្លូវខ្ញុំដើរហ្នឹងគឺល្បីមែនតើគេថតរូបមួយឡើងច្រើននៅក្នុងអ៊ីនធឺណិតហើយឃើញពូនឹងគាត់ថតទេដោយសារតែអាគារហ្នឹងគេដាក់ឈ្មោះថា Grace of Sydney ដោយសារតែពីពណ៌សហើយវាមានប្អួចពណ៌ខៀវអីចឹងទៅប៉ុន្តែមែនតើផ្ទះហ្នឹងគឺបិទចោលហើយគឺអត់មានអីទេហើយនៅតាមផ្លូវហ្នឹងក៏មានអាងហាលទឹកអីចឹង
អ្នកខ្លះគេអត់ចង់ហែលនៅសមុទ្រគេមកហែលនៅនឹងអីចឹងទៅមិនណែអត់ទេខ្ញុំគឺមករកសមុទ្រចាហើយម្យ៉ាងភូលមិញហ្នឹងដូចមើលទៅរៀងក្រិចរៀងទឹកវាពណ៌រៀងខាប់ចឹងខ្ញុំមករកសមុទ្រនេះហើយហើយនៅតាមផ្លូវហ្នឹងគេមានកន្លែងដូរកៅអៅអញ្ចឹងខ្ញុំបានដូរកៅអៅពាក់ម៉ាយ៉ូហើយតែគាត់ថាល្ងាខ្លាំងណាស់បងប្អូនគឺអឺនៅតែពាក់អាវខៅអញ្ចឹងហើយកំពុង set up កន្លែងអង្គុយកន្លែងអីចឹងទៅហើយទិញកាហ្វេនៅជាប់សមុទ្រហ្នឹងមិញហ្នឹងខ្ញុំដើរទិញកាហ្វេតែបានថតទេអូនេះតួឯកចេញមកហើយចាគឺថាចាគឺខ្ញុំមួយថ្ងៃហ្នឹងគឺឆ្លោះមួយសัตว์ហ្នឹងមួយថ្ងៃហ្មងគឺអត់បានធ្វើអីទេហើយខ្ញុំហែលទឹកហ្នឹងឥឡូវខ្ញុំអានេះខ្ញុំហែលហើយតែហែលអត់មានក្តីសុខក្នុងខ្លួនទេគឺសัตว์ហ្នឹងគឺវាមកនិយាយទៅកាហ្វេមួយកែវមិញហ្នឹងខ្ញុំផឹកបន្តិចហើយគឺវាផឹកតហ្មងពេលខ្ញុំទៅហែលទឹកហ្នឹងគឺ5រៀលហ្នឹងគឺចោលហ្មងហើយឆែថាវាធំក្លិនហើយវាមកចឹកកតាបយើងចឹកអីពេញហ្នឹងហ្មងនិយាយទៅអត់មានក្តីសុខហ្មងអត់សោះហើយឃើញនិយាយទៅខ្ញុំអស់សំណើចមួយសัตว์ហ្នឹងខ្លាំងហ្មងបងប្អូនហើយខ្ញុំអង្គុយពីអ្នកគាត់មកដល់វឹបយកដង្ហាលទូហ្នឹងដោតលើកសាច់ហើយដឹងគាត់ធ្វើអីអត់គឺគាត់ចាគឺការតែម្ដងនេះបងប្អូនញាតិមិត្តគេហ្នឹងមកតំណាលគ្នាហើយ pastor គេនិយាយទីងទួយហើយគឺចប់ពិធីទៅនិយាយទៅដល់ស្រួលមែនតើហើយគេធ្វើពេលថ្ងៃលិចដូចខ្ញុំថតហ្នឹងអញ្ចឹងហើយខ្ញុំនេះថ្ងៃលិចក៏រត់រះបញ្ញាប់ទៅផ្ទះដែរដោយសារតែរដូវនេះគឺឆាប់យប់តែវឹបហ្នឹងល្ងឹតឈឹងហើយខ្ញុំហែលទឹកមិញហ្នឹងគឺអត់ឲ្យប៉ះមុខទេហើយសក់ហ្នឹងសើមតែបន្តិចក្រោយហ្នឹងដោយសារតែហ៊ានចូលជ្រៅដែរហ្នឹងបងប្អូនហើយហែលទឹកហ្នឹងគឺនឹកឃើញបណ្ដាំអ្នកម្ដាយដែរអញ្ចឹងគឺយើងរៀងប៉ំតិចទៅអត់ទៅហ៊ានចូលជ្រៅទេនិយាយទៅធ្វើម៉េចឲ្យបានប៉ះសមុទ្រតិចអស់ចិត្តហើយគឺវាថាវាmission accomplish ហ្នឹងហើយតាមផ្លូវហ្នឹងគឺស្អាតទៀតដោយសារតែទេសភាពពណ៌រៀមការឈុកមានអ្នករត់តាមផ្លូវហើយនៅមានអ្នកហែលបន្តិចបន្តួចចឹងហើយនេះ view នេះគឺស្អាតមែនតើមានដូចក្នុងរឿងកូរ៉េហើយខ្ញុំនេះមកដល់ផែហើយឃើញទូកគេកំពុងឡើងហើយងាកក្រោយខ្វាច់ឃើញហាងនេះតំណងមែនតើបងប្អូនវាថាគេដេកស្អាតមែនតើហើយអ៊ូអហើយមើលទៅគឺតាក់ទាញធ្វើឲ្យយើងអាចឡើងលើទូកបានណាបងប្អូនអញ្ចឹងខ្ញុំក៏អង្គុយវិញសិនទៅហើយកំងអីទិញទួយហើយការកំងម្ហូបនៅស្រុកនេះស្រួលថងថាយើង scan QR code ហើយយើងចុចកំងមើល menu កំងហើយបង់លុយតាម credit card ហើយហ្មងវាអញ្ចឹងហើយទេសភាពល្ងាចឡើងគឺ fresh ហើយ romantic មែនតើហើយបងប្អូនឃើញភ្លើងហ្នឹងហើយដោយសារតែល្ងាចអញ្ចឹងគេចាប់ផ្ដើមដាក់ភ្លើងនឹងនៅជាប់តុមួយហ្មងហើយយប់ឡើងគឺវាថាគេដេកភ្លើងបានស្អាតខាងក្នុងស្អាតតែខ្ញុំអត់ហ៊ានថតទេដោយសារយើងកាន់កាមេរ៉ាចូលថតហើយមនុស្សឡើងណែនហ្នឹងឆ្កងខ្លាំងចឹងបានថតមុខខ្លួនឯងតិចចឹងទៅហើយអង្គុយ chill and plat ប្រហែលជាម៉ោង6កន្លះក៏ឡើងទុកមកដល់អញ្ចឹងក៏យើងទៅផ្ទះវិញហ្នឹងហើយតាមផ្លូវនេះនេះវាមិនចឹងដឹងនិយាយអីបងប្អូនងឹតឈឹងមើលអីអត់ឃើញទេតែហ្នឹងឯងស្រស់ស្វាយដែរតែវាខ្យល់វាអីចឹងទៅអង្គុយចឹងទៅមនោរម្យដែរម្នាក់ឯងចឹងទៅមិនដឹងថតអីថតមុខខ្លួនឯងហត់ដែរតែសុបាយហ្នឹងហើយខ្ញុំនេះដឹងនិយាយអីនេះមើលនេះដល់ហ្នឹងហើយដល់ស៊ីដនីហើយនេះឃើញ Opera House ហ៎ហ្នឹងហើយស្អាតដែរឃើញ Opera House ពីចង្ងាយពេលយប់ចឹងឯងហើយពេលចុះពីទូកក៏ឡើងតជាមួយនឹងរថភ្លើងហើយនឹងឡានក្រុងបានដល់ផ្ទះប៉ុន្តែពីខ្សែចុងក្រោយហ្នឹងបើសរុបទៅដូចជាកន្លះម៉ោងហើយអត់យូរប៉ុន្មានដែរហើយពេលមកដល់ផ្ទះភ្លាមហ្នឹងគឺស៊ុបរូបមន្តម៉ាក់ខ្ញុំឆ្ងាញ់មែនតើខ្ញុំញ៉ាំអត់ចេះសាំទេហើយធ្វើម្ដងចឹងហូបពី5ថ្ងៃទៅមួយអាទិត្យហើយវីដេអូយើងហ្នឹងដូចអស់ហើយបងប្អូនចប់ត្រឹមហ្នឹងហើយប៉ុន្តែគាត់ថាវីដេអូក្រោយ009រៀងពិសេសដោយសារតែគូកណាតខ្ញុំហើយចាំមើលថាតើគូកណាតម្នាក់ឯងនៅស៊ីដនីធ្វើអីគេខ្លះអញ្ចឹងចាំមើលវីដេអូក្រោយទាំងអស់គ្នាណាបាយបាយ